សូមស្វាគមន៍មកកាន់เพจនិទានរឿងកណ្ដាលសត្វខ្ញុំឈ្មោះពុតសប្តាហ៍ថ្ងៃខ្ញុំរស់នៅជាមួយលោកតានិងយាយនៅស្រុកកំណើតជាមួយនឹងពូនិងមីងរបស់ខ្ញុំពូខ្ញុំគាត់ជួយមូលការខុសត្រូវរោងកិនស្រូវមួយរបស់លោកតាខ្ញុំហើយមីងខ្ញុំគាត់លក់ចាប់ហួយនៅខាងមុខផ្ទះនិងមីងម្នាក់ទៀតនៅជាមួយគាត់ដែរមានល្ងាចមួយមានភ្លៀងនិងខ្យល់យ៉ាងខ្លាំងហើយមានគ្រួសារមួយក្រុមមានគ្នា4នាក់បានជិះម៉ូតូស្គូពីពីរគ្រឿងកាត់មុខផ្ទះគាត់ទាំងភ្លៀងទាំងខ្យល់កំពុងខ្លាំងស្ទើរតែបកដើមឈើបាក់អស់ទៅហើយមិនបានប៉ុន្មានផងគ្រួសារមួយនោះក៏រអិលដួលលើគ្នាបណ្ដាលឲ្យបុរសម្នាក់រៀងចំណាស់បន្តិចក្រោកមិនរួចហើយពូមីងខ្ញុំក៏ស្ទុះទៅជួយលើកចូលក្រោមផ្ទះហើយក៏សួរថាមិនហើយនឹងបងក៏សួរទៅបុរសចំណាស់នោះបើខ្ញុំអត់អីទេគ្រាន់តែឈឺបន្តិចហើយទៅរួយទៀតអត់បើមិនថាអីទេសម្រាប់នៅទីនេះសិនទៅព្រោះមេក៏ចិត្តញប់ហើយដែរបុរសនោះគិតជាមួយគ្រួសារកូតមួយសន្ទុះហើយក៏ញញូប្រាប់លោកតាថាបាទចឹងខ្ញុំអរគុណលោកអ៊ំខ្លាំងណាស់ដែលបានជួយពួកខ្ញុំទាំងអស់គ្នាហើយទាំងអស់គ្នាមានឈ្មោះអ្វីដែរបាទខ្ញុំឈ្មោះឆេងហើយនេះប្រពន្ធខ្ញុំឈ្មោះវីហើយនេះកូនប្រុសខ្ញុំឈ្មោះរ៉ានិងកូនស្រីឈ្មោះរីអូចឹងទៅរកមូទឹករៀបចំខ្លួនទៅដល់ម៉ោងបាយឥឡូវហើយលឿនចឹងពួកគាត់ក៏នាំគ្នាទៅសម្អាតខ្លួនម្នាក់ម្ដងដល់ពេលកូនស្រីគាត់ធ្លាក់សន្សែងពោះគោរួយដារសម្ដៅដិលបន្ទប់ទឹកខ្ញុំក៏ឌៀងកន្ទុយភ្នែកមើលម៉ែឲ្យខ្ចីញញតែម្ដងដើមទ្រូងត្រលុកត្រលុបត្រកៀកមិនសូវជាធំប៉ុន្មានតែនិយាយពីគូតវិញឡើងងោខ្ទឺតឃើញហើយចង់តាចាត់កចៅទេខ្ញុំបន្ទាប់ពីពួកគាត់សម្អាតខ្លួនរួចអស់យើងក៏នាំគ្នាអង្គុយហូបបាយជុំគ្នាតែម្ដងហូបរួចដល់ពេលចូលគេងកន្លែងរៀងខ្លួនរហូតដល់ពេលព្រឹកឡើងពួកគាត់ក៏រៀបចំធ្វើដំណើរទៅទីក្រុងហ្វុនពេញដែលជាផ្ទះរបស់គាត់វិញតែមុននឹងចេញទៅគាត់បានសុំលោកតាលោកយាយខ្ញុំធ្វើជាឪពុកនិងម្ដាយធัวលោកតានិងយាយខ្ញុំគាត់ញញឹមហើយក៏យល់ព្រមជាមួយពួកគាត់និយាយគ្នាជាប់សពគ្រប់គាត់ក៏លាគ្នាធ្វើដំណើរត្រឡប់ទៅវិញដល់ខែមេសាត្រូវនឹងថ្ងៃចូលឆ្នាំខ្មែរផងនោះបងប្អូនទាំងអស់តែងតែទៅជួបជុំឪពុកម្ដាយយាយតានៅឯស្រុកកំណើតរីឯពូមុងមីងខ្ញុំនៅទីក្រុងភ្នំពេញក៏មកផ្ទះលោកតាខ្ញុំជួបជុំគ្នារួមទាំងគ្រួសារកូនធွာរបស់លោកតាខ្ញុំក៏មកដែរមកដល់យើងរៀបចំប្រដាប់ប្រដាយកទៅដាក់សែនឯភ្នោឯណោះវិញគ្រប់គ្នារៀបចំចេញទៅស្រាប់តែចៃរីដែលត្រូវជាមីងធေါ်ខ្ញុំគាត់វិលមកចង់ខ្យល់គាត់ក៏ប្រាប់ម៉ាក់ប៉ាគាត់ថាគាត់អត់ស្រួលខ្លួនចង់នៅផ្ទះពេលនោះម៉ាក់ប៉ាគាត់ក៏ឲ្យខ្ញុំនៅជួយមើលការខុសត្រូវចៃរីនៅឯផ្ទះមិនឲ្យខ្ញុំទៅទេខ្ញុំក៏យល់ព្រមហើយក៏ជួយក្រែចៃរីចូលក្រឹងផ្ទះវិញគ្រាន់តែដៃរបស់ខ្ញុំចាប់កាន់ស្មារបស់គាត់សាច់គាត់ឡើងទុនពិតជាមានអារម្មណ៍ថាស្រួលចាប់កាន់ណាស់ចំណែកភ្នែកកំហុយរបស់ខ្ញុំក៏លួចដៀងភ្នែកមើលក៏អាវ៉ាស់គាត់អត់ឃើញអីឃើញតែអាវត្រណប់ពណ៌ខ្មៅក្រោកពីលើកូនភ្នំត្រឡុករបស់គាត់ដើរចូលមកបលក្នុងផ្ទះខ្ញុំគ្រាគាត់ដាក់លើគ្រែរួចដើរទៅយកប្រេងក្រឡាមកឲ្យគាត់មកដល់គ្រែវិញគាត់ប្រាប់ខ្ញុំថាពុតឯងជួយកោសខ្យល់ឲ្យចែតិចមកលេងអីហើយបាទចឹងចាំញឹងទៅយកសាននិងប្រេងកាតម៉ាស៊ីនចែបដោះឲ្យហើយទៅចឹងនិយាយរួចញឹងដើរទៅយកប្រេងកាតនិងសានមើលយ៉ាងលឿនព្រោះបញ្ញាប់មើលគាត់បដោះអាវស្រាប់តែមកដងមុខបន្ទុំខ្ញុំលួចមើលតាមចំលក់ទ្វារដែលបិទមិនជិនឃើញគាត់ដោះអាវក្រោយចេញសាច់គាត់ពិតជាស្អាតណាស់ឡើងមកខៃរួចគាត់ក៏បែកខ្នងហើយដាក់អាវវែងតាគាត់ដាក់ចូលក្នុងអាវក្រោយទុកបន្ទាប់មកក៏រៀបយកកន្សែងមករំខឿនខ្ញុំក៏ស្ទុះបើកទ្វារចូលទៅរួចធ្វើជាភៀងអូខ្ញុំអត់ដឹងផងសុំទោសចែខ្ញុំចេញទៅវិញមិនបាច់ចេញទៅវិញទេជ្រុយជាឃើញហានមកកោសខ្យល់ឲ្យចែមកនិយាយរួចចែគាត់ទុកកន្សែងវិញរួចដេកផ្កាប់មុខខ្ញុំក៏អង្គុយជិតគាត់ម៉ែអើយឯងក៏ស្អាតម្ល៉េះធ្លាប់តែឃើញគល់ដោះថ្ងៃនេះឃើញដោះផ្ទាល់ហ្មងស្អាតណាស់ចង់ដោះពុនចុងចង្កឹះពណ៌ក្រហមគួរចង់មុំម៉ងអាលេងតែស្រមៃក៏ដល់ឡើងបាសឆ្កឿតបេះចេញតាមជើងខោស្លីខោកីឡាផងថ្ងៃនឹងមានអារម្មណ៍ដូចមិនសូវស្រួលខ្លួនខ្ញុំក៏ដើរទៅបន្ទប់ទឹករួចលួងវាថ្នាំឲ្យបាត់ខឹងរួចដើរមកបន្ទប់អង្គុយជិតគាត់ដដែលខ្ញុំក៏ចាប់ផ្ដើមចាក់ប្រេងកាតលើក្នុងកតដើម្បីកោសខ្យល់ខ្ញុំកោសថ្នមបណ្ដាលរួចនឹកស្រមៃចង់សាកម៉ាស៊ីនថ្មីម្ដងព្រោះអីមិនដែលបានសាកម៉ាស៊ីនផងធ្លាប់តែឲ្យមករៀមទាំងផាំជួយម្ដងកោសរួចខ្ញុំប្រាប់គាត់ឲ្យបាយមុខមកកោសខាងមុខម្ដងគាត់ក៏បាយមករួចយកដៃខ្ទប់សូដុន
ខ្ញុំពិបាកកោស្ពេកក៏ប្រាប់គាត់ឲ្យដកដៃចេញ តាមពិតចង់មើលប្រដាប់គេសោះហ្នឹងគាត់ក៏ដកដៃចេញទាំងមុខក្រហមប្រឹងខ្ញុំក៏កខ្វោកសដុនរបស់គាត់ញាក់តាមចង្វាក់នៃការកោរបស់ខ្ញុំទ្រាំមិនបានខ្ញុំក៏សួរគាត់ចែដកចែស្អត់ណាស់ ស្អាតស្អីដូចតែគ្នាហ្នឹង ខ្ញុំអត់ដែលឃើញដោះរបស់មនុស្សស្រីផងទើបតែឃើញរបស់ចែលើកដំបូងនឹង មិនចង់ប្រាប់ចែថាចិននឹងនៅស៊ីនម៉ា ថាអញ្ចឹងក៏បាន ស៊ីនស្អីក្បាលក្តោលេងត្រម៉ាំងបណ្ណានៃអាយ មិនចែដឹងចែលួចមើលជើងមក ចែមិនបានលួចមើលទេតែវាអាចក្បាលមកតាមជើងខោទើបចែឃើញមើលចែកាន់តិចមើលបណ្ណាហើយ និយាយចប់គាត់លូកចូលតាមប្រឡោះជើងខោប្រឈឹកលៀងតិចធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អណាស់ហើយដៃខ្ញុំក៏មិនទុកឲ្យនៅទំនេរដែរក៏ច្របាច់ដោះគាត់ថ្នមលុញចុះឡាងពិតជាទុនល្អណាស់រួចខ្ញុំក៏អោនទៅបៅដោះខាងស្ដាំហើយយកដៃច្របាច់ដោះគាត់មកខាងទៀតកប់មកកម្លាំងមនុស្សចាស់រវល់តែបៅមិនដឹងគាត់បៀមកដៅខ្ញុំតាំងពីពេលណាឡើងធំរឹងដូចដុំថ្មខ្ញុំក៏សួរគាត់ថា ចែធ្លាប់អីជាមួយមនុស្សប្រុសទេ ចែធ្លាប់តែឲ្យគេច្របីពីខាងក្រៅទេមិនដែលឲ្យឃើញចិនទេពុតឯងទីមនុស្សទី1ហើយដែលបានឃើញ ចែក៏ជាមនុស្សទី1ដែលបានបៀមការ៉េមរបស់ខ្ញុំដែរអូយស្រួលណាស់ចែចេញแล้วហើយខ្ញុំសុំអ្វីមួយយ៉ាងបានអត់ចែ មិនបាច់និយាយទេចាំចែឲ្យមួយតែកុំប្រាប់ណាទុកស្រួលតែ2អ្នកបានហើយលឺនៅ បាទខ្ញុំមិនប្រាប់អ្នកណាទេនិយាយចប់ខ្ញុំរូតខោគាត់ហើយស្រាតជាងនៅសនតែលីអូពណ៌ខ្មៅបង្ហាញនៅកំពូលភ្នំដែលផឡើងចំចន្លោះកណ្ដាលខ្ញុំចាប់ស្រាតលីអូពណ៌ខ្មៅនោះចេញក៏ឃើញកំពូលភ្នំដែលដោះស្មៅឡើងខ្មៅងង មើលតែស្នាមបែកក្រហាញ់ក៏មិនឃើញដែរខ្ញុំក៏ចាប់កន្ថេកជើងគាត់ចេញឃើញសាច់ក្រហមរួចចាប់វែកមើលក៏ឃើញក្របលៀនចេញតោកមួយក្របខ្ញុំយកដៃទៅប៉ះវាចែក៏ស្រែកអូយឈឺគ្រាន់តែលឺខ្ញុំដកដៃចេញឡើងលឿនរួចអោនយកអណ្ដាតលិតតិចចែក៏ថ្ងោអូយស៊ឹតអាស៊ឹត លិតចុះលិតឡើងមិនដឹងទឹកស្អីចេញមករ៉ាច់ស្លាមខ្ញុំក៏ជប់លិតរួចដកក្តោឲ្យគាត់បៀមម្ដងទៀតឲ្យវាសើមកតិចដើម្បីស្រួលក្នុងការធ្វើដំណើរអាឡៃតាស្រួលភ្លេចខ្លួនគាត់បៀមឡើងចេញទឹកបាត់ចប់ហ្មង ត្រូវចាំមួយសន្ទុះធំទៀតទើបបានមានកម្លាំងធាតុឡើងវិញកំឡុងពេលនោះខ្ញុំក៏ប្រើម្រាមទេពលុញលើក្របល្មុតនៅក្នុងភ្នំរបស់គាត់លុញបាន10នាទីគាត់ស្រាវ រមួលខ្លួនខ្ញុំក៏ឈប់ហើយដាក់ក្តោឲ្យគាត់បៀមម្ដងទៀតបៀមរហូតដល់ឡើងរឹងម្ដងទៀតខ្ញុំក៏ដកចេញពីមាត់គាត់រួចសម្ដៅចូលក្នុងរូងភ្នំតូចរបស់គាត់ដាក់ចូលភ្លឹបអូយសំឡេងគាត់ស្រែកអូយឈឺណាស់ដកចេញវិញទៅខ្ញុំក៏ដកចេញហើយមើលទៅលើក្បាលក្តោមានឈាមប្រឡាក់តិចទៅខ្ញុំដឹងថាគាត់នៅស៊ីនខ្ញុំក៏បន្តបុកយឺតសំឡេងធ្ងន់ចេញពីមាត់គាត់សើតសតបុកបានមួយសន្ទុះគាត់ប្រាប់ខ្ញុំដាក់ឲ្យលឿនជាងនេះទៀតមកចៃចេញแล้วហើយសើតអាស្រួលណាក្មួយសំឡាញ់បុកយកលឺតែផ្លត់តែប៉ុន្មានដងកែក៏រុញខ្ញុំថយឲ្យដកក្តៅហើយចាប់ក្បាលខ្ញុំរុញចុះក្រាមឲ្យលិតអកកនុកដែលហូរទឹករិចដំបងខ្ញុំលិតរៀងរអើមបន្តិចតែលិតយូរទៅមានអារម្មណ៍ថាប្លែកមាត់មួយយ៉ាងដែលចំណីថ្មីកំពុងតែឆ្ងាញ់ផងស្រាប់តែចេញទឹកមិនដឹងមកពីណាទេច្រើនដលក៏ជុលពេញមាត់ខ្ញុំឆ្លក់ចង្ងប់ហើយខ្ញុំក៏ដកចិនចាប់ផ្ដើមបុកបន្តផាច់បានតែ3ផាច់ខ្ញុំក៏ដកមកបាញ់ដាក់មកគាត់ច្រចដូចសម្បោកាលដែលក្មេងៗជាងគ្រាន់តែចាត់ការរួចរៀបចំស្លៀកពាក់ខោអាវវិញឡើងលឿនខ្លាយគេមកទាន់ខ្ញុំពាក់រួចរាល់អស់ចៃគាត់ទើបតែស្លៀកខោខ្ញុំមិនអោយខាតឆ្លៀតបៅនឹងច្របាច់ដោះគាត់លេងឡើងមកឆ្អាតទើបគាត់ពាក់អាវវិញហើយយើងដេកនៅជិតគ្នារហូតដល់ម៉ោងគេនាំគ្នាត្រឡប់មកវិញសូមអរគុណបងដែលបានស្ដាប់និងមើលបើពេញចិត្តកុំភ្លេចជួយ follow page និង share ម្នាក់មួយផងខ្ញុំចេញភាគ2បន្តទៀត